cái chụp số này nóនេះស្វាគមន៍មកកាន់វីដេអូថ្មីចឹងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្ហោះវីដេអូនៅក្នុង YouTube ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនិងដាក់ text ឬក៏ដាក់ description ហើយនឹងការប្រើដាក់ thumbnail ឲ្យបានត្រឹមត្រូវជាមួយនឹងការរៀបចំផ្សេងៗអញ្ចឹងអូខេកុំឲ្យខាតពេលយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាចាំទស្សនានៅលើ screen computer ទាំងអស់គ្នាអូខេ let's go អូខេអ្នកនរគ្នាបន្ទាប់ពីយើងចូលមកដល់ screen computer អញ្ចឹងអ្នកនរគ្នាបើកកម្មវិធីជ្រុងរបស់យើងមកបាទបន្ទាប់មកអ្នកនរគ្នាយើងចូលទៅកាន់ YouTube មកប៉ុន្តែបើអ្នកនរគ្នាមាន YouTube នៅកន្លែងនេះទេអ្នកនរគ្នាអាច search កន្លែងនេះមកបាទsearch វាថា YouTube មកវាចេញខាងក្រោមនេះថាមួយទៀតបាទនេះខាងក្រោមនេះអញ្ចឹងខ្ញុំមិនបាច់ search ទេដោយសារខ្ញុំ add នៅខាងក្រោមនេះហើយខ្ញុំគាត់ចុចលើនឹងមកបាទអូខេជាងយើងចាំតិចទៅបន្ទាប់ពីចូលមកហើយអ្នកនរគ្នាចុចគេថា create នឹងតែម្ដងទៅយើងមិនបាច់ចាំចូលកន្លែង audio អីទេចូលទៅដូចគ្នាទេអញ្ចឹងឲ្យពេលឆ្ងាយយើងចុចកន្លែង create នេះមកបាទបន្ទាប់មកយើងយកគេថា upload video វាមានចំនួន3 go live អ្នកគេចង់ live អញ្ចឹងអ្នកគេអាចប្រើ go live ពេលអ្នកគេចង់ live យើងអាច connect ជាមួយ OBS ឬក៏កម្មវិធីផ្សេងៗសម្រាប់យើងប្រើ live អញ្ចឹងទៅហើយនឹងមួយទៀតគឺសម្រាប់យើង post អត្ថបទឬក៏ជារូបភាពយើងមានរូបភាពហើយយើងសរសេរ caption ដូចយើង post ទៅលើ Facebook អីចឹងទៅបាទអូខេឥឡូវយើងយក upload video មកដោយសារយើងមក post video អូខេតោះអ្នកនេះចុចហើយយើងចាំតិចទៅដោយសារអ៊ីនធឺណិតយើងយឺតអ្នកនេះអូខេបន្ទាប់ពីចេញមកផ្ទាំងបែបនេះអ្នកគ្នាចុចពាក្យថា select file មកបាទបន្ទាប់មកអ្នកគ្នាទៅរកវីដេអូដែលអ្នកទាំងអស់គ្នាចង់ upload ខ្ញុំទៅរកវីដេអូរបស់ខ្ញុំសិនអូខេនេះអ្នកគ្នាវីដេអូនេះដោយសារតែខ្ញុំច្រឡំអូខេឥឡូវយើងយកវីដេអូមួយនឹងមកអ្នកគ្នារកវីដេអូមកហើយយើង select លើមួយបន្ទាប់មកអ្នកគ្នាចុចពាក្យថា open មកបាទអញ្ចឹងគេនឹងទាញ file វីដេអូយើងចូលមកហើយកន្លែងនេះដែរគឺកន្លែងដែលយើងត្រូវពេញ description ឬក៏ text កន្លែងនេះគឺយើងដាក់ description កន្លែងនេះគឺយើងដាក់ text អញ្ចឹងខ្ញុំធ្វើការដាក់ text មកខ្ញុំគ្រាន់តែនេះវីដេអូនេះខ្ញុំគ្រាន់តែធ្វើលក្ខណៈសាកល្បងទេវីដេអូនោះវាអត់មាននាទីច្រើនទេវាត្រឹមតែ10នាទីទេអញ្ចឹងខ្ញុំដាក់ចំណងជើងអីក៏បានដែរបើសិនជាអ្នកនរគ្នាមាន content ជា content game content អីផ្សេងៗអ្នកគ្នាអាចដាក់តាមដែលអ្នកគ្នាគិតថាវាទាក់ទាញហ្នឹងហើយអញ្ចឹងអានេះខ្ញុំគ្រាន់តែដាក់ជាឧទាហរណ៍អ្នកនរគ្នាមើលទេវាមិនមែនជា content មួយទេដោយសារវីដេអូហ្នឹងវាជាវីដេអូដែលខ្លីទេខ្ញុំធ្វើដើម្បីឧទាហរណ៍អ្នកនរគ្នាមើលអញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំจะដាក់ទៅដាក់កន្លែងចំណងជើងហ្នឹងអ្នកនេះដាក់អាចដាក់ជាចំណងជើងខ្មែរអក្សរខ្មែរហើយបន្ទាប់មកអ្នកនេះដាក់អក្សរអង់គ្លេសពីក្រោយមកបាទដើម្បីឲ្យងាយស្រួលឲ្យ YouTube គេយល់ដូចជាមានវាអាចនឹង suggest ទៅខាង content បរទេសវាអាច suggest ទៅវីដេអូទៅខាងបរទេសទៅខាងប្រទេសយើងអញ្ចឹងដែរបាទបន្ទាប់មកអ្នកនរគ្នាដាក់ description ដាក់ tag ឡើងហ្នឹងហើយអ្នកគ្នា description នេះអ្នកនេះអាចរាយរាប់ពីវីដេអូរបស់យើងថាវីដេអូរបស់យើងនិយាយពី survival និយាយពី vlog ឬក៏ game អីចឹងអ្នកគ្នាអាចរាយរាប់មកទាក់ទងនឹងវីដេអូហ្នឹងក្នុងហ្នឹងគឺយើងចង់និយាយពីអីវីដេអូយើងនឹងចង់និយាយពីចឹងអ្នកគ្នាអាចដាក់មកអញ្ចឹងការរាយរាប់នៅក្នុង description ហ្នឹងគឺក៏វាសំខាន់ខ្លាំងដែរដោយសារអី YouTube គេនឹងមើលខ្លឹមសារវីដេអូរបស់យើងតាមរយៈ description ហ្នឹងហើយ description ក៏ជួយទៅដល់ការអ្នក search ដល់ពេលអ្នកគេចង់ឃើញវីដេអូអីចឹងវាថា vlog ចឹងពេលដែលខាត់កន្លែង description យើងតាក់ទងនឹង vlog ច្រើនគឺវានឹង load ទៅឲ្យអ្នកដែលគេ search ឃើញហ្នឹងអញ្ចឹងវីដេអូយើងងាយនឹងឡើង view ដែរបាទវាកន្លែងហ្នឹងជាមួយនឹងកន្លែង text គឺវាសំខាន់ដូចគ្នាបាទគ្រាន់ថាកន្លែង text វាយើងប្រើពាក្យខ្លឹមហ្មងគឺថាកន្លែង description យើងអាចរៀបរាប់ឲ្យច្រើនព្រោះវាមានកំណត់ចំនួនអក្សរយើងដល់ទៅ5តួអក្សរនោះអញ្ចឹងយើងអាចដាក់ច្រើនមែនទែនសម្រាប់អាចថាមកអត្ថបទអីចឹងទៅបើសិនជាអ្នករៀបប្រកែរៀបរាប់អូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ឧទាហរណ៍ដូចគ្នាដោយសារតែវីដេអូនឹងខ្លីដូចគ្នាទេខ្ញុំគាត់ដាក់ឧទាហរណ៍អ្នកនេះមើលហើយខ្ញុំនឹងនិយាយប្រាប់បញ្យល់អ្នកគ្នាដូចជាមិនហ្នឹងចឹងបាទអូខេឥឡូវខ្ញុំដាក់ស្មាយវីដេអូដូចគ្នាមកអូខេ
ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទេអ្នកនេះអាចដាក់បន្តពីនឹងទៀតមកបាទឥឡូវខ្ញុំដាក់តែខ្លីៗទេព្រោះដោយសារខ្ញុំបញ្យល់អ្នកនរគ្នាហើយកុំឲ្យវីដេអូនឹងវាវែងពេកអូខេបន្ទាប់មកជំហានទី3នេះគឺយើងដាក់ថាគេដាក់ថា thumbnail អញ្ចឹងកន្លែង thumbnail ហ្នឹងអ្នកនរគ្នាគឺជាកន្លែង thumbnail ហ្នឹងគឺកន្លែងរូបនៅពីមុខវីដេអូរបស់ YouTube ធម្មតាអ្នកទាំងអស់គ្នាមើល YouTube នឹងឃើញមានវីដេអូដែលគេយើងអស់មកវាលោតជារូបភាពមួយសិនបន្ទាប់មកវាលោតជាសកម្មភាពវីដេអូឲ្យយើងឃើញបាទហ្នឹងគេហៅថា thumbnail កន្លែងហ្នឹងអូខេយើងរងចាំបន្តិចដោយសារអ៊ីនធឺណិតខ្ញុំវា slow ពេកអូខេអ្នកនរគ្នាឥឡូវគឺចេញមកហើយប៉ុន្តែវានៅតែ slow ដោយសារតែអ៊ីនធឺណិតថ្ងៃហ្នឹងដឹងមិនដែរអ្នកនរគ្នាគឺ slow ខ្លាំងមែនទែននេះខ្ញុំចង់ប្រាប់នេះរូបពីមុខនេះជាគាត់ថារូបមួយនេះរូបនៅផ្ទាំងហ្នឹងធម្មតាអានេះគឺជា playlist ណាវាអត់ play ដោយសារខ្ញុំដាក់មកទៅវាអត់ play អញ្ចឹងមានតែជា playlist ទេនេះកន្លែងនេះជាវីដេអូទេចាប៉ុន្តែវាអត់ទាន់លុប thumbnail មកអ្នកនរគ្នានេះអារូបពីមុខហ្នឹងណាផ្ទាំងវីដេអូនេះបើសិនជាចេញមកគឺវាមាន thumbnail ទាំងអស់ដោយសារវីដេអូគឺគេដាក់ thumbnail គ្រប់គ្នាអត់មានអ្នកណាគេអត់ដាក់ទេកន្លែង thumbnail ហ្នឹងវាជួយឲ្យតាក់ទាញដល់វីដេអូរបស់យើងគេឃើញ thumbnail ហើយគេនឹងងាយគេអាចចង់ដឹងអញ្ចឹងគេចុចចូលមើលវីដេអូយើងអញ្ចឹងអ្នកគេដាច់ខាតគេត្រូវតែដាក់ thumbnail ជាដាច់ខាតវីដេអូណាក៏ដោយគេត្រូវតែដាក់ទាំងអស់បាទអញ្ចឹងតែជាប្រភេទវីដេអូដែលយើងច្រើននាទីហើយយើងបង្កើតជាលក្ខណៈ4ជ្រុងរបស់ខ្ញុំអ្នកគេពុំមើលរបស់ខ្ញុំអញ្ចឹងណាបាទអូខេឥឡូវយើងដើម្បីដាក់ thumbnail យើងចុចលើកន្លែង upload file មកបន្តមកអ្នកគេទៅរករូបភាព thumbnail ដែលអ្នកគេចង់ដាក់អូខេនេះរូបភាពរបស់ខ្ញុំអញ្ចឹងខ្ញុំ select មួយហ្នឹងមកបន្តខ្ញុំចុច open អូខេអញ្ចឹងគេកំពុង upload thumbnail របស់យើងចូលហើយបាទនេះអ្នកឃើញអត់ thumbnail នេះនេះគឺជា thumbnail ជារូបនៅពីមុខគេហៅថា thumbnail គាត់អ្នកខ្លះហៅ thumbnail អញ្ចឹងតែនិយាយជាទម្លាប់អ្នកហៅទេអូខេបាទបន្ទាប់ពីអ្នកនេះដាក់ thumbnail ហើយយើងទៅក្រោមមួយទៀតយើងចុចពីថា show more មកបាទហើយកន្លែងអស់នេះគឺយើងមិនមានត្រូវដាក់ទេយើងមានត្រូវស្ដីទេយើងអ្វីយើងត្រូវដាក់គឺកន្លែងនេះគឺកន្លែង tag នេះគេកន្លែង tag នេះគឺដាច់ខាតគឺត្រូវតែមានតែម្ដងបាទឥឡូវខ្ញុំប្រាប់ពី website tool មួយសម្រាប់ដែលអ្នកទាំងអស់គ្នាអត់បកកែខាង search tag ហើយយើងបើក Google មកយើងមកបន្តមកអ្នកនេះ search នៅលើប្រអប់ search របស់យើងអ្នកនេះ search ពាក្យថា keyword tool បាទ keyword tool នេះអ្នកនេះអូខេឥឡូវខ្ញុំធ្វើការខ្វែងនៅ history ចេញសិនបាទអូខេយើងបិទ history របស់យើងចេញសិនអូខេអ្នកនេះ keyword tool អ្នកនេះ search មកបន្តមកអ្នកនេះឃើញនេះ keyword tool នៅខាងលើហ្នឹង website នៅខាងលើហ្នឹងហើយហើយនេះចុចចូលមកបាទបន្តមកទៀតអ្នកនរគ្នាយើងចុចពីសញ្ញា YouTube មកបាទហើយបន្តមកទៀតកន្លែងអស់ទាំងនេះអ្នកគ្នានឹងឃើញកន្លែងភាសាអង់គ្លេសអ្នកគ្នាត្រូវដាក់ភាសាអង់គ្លេសមកវាមានភាសាច្រើនតែយើងដាក់ភាសាអង់គ្លេសមកបន្តមកកន្លែងនេះកន្លែងពាក្យថា global ហ្នឹងបន្ទាប់ពីភាសាហ្នឹងយើងយកតែ global មកមិនដាក់អីផ្សេងប្រទេសអីផ្សេងទេបាទអូខេបន្តមកទៀតអ្នកគ្នា search នៅលើប្រអប់ search របស់យើងមក search keyword ណាដែលតទៅនឹងវីដេអូដែលអ្នកគ្នាកំពុងតែចង់បាន keyword យកទៅដាក់ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំឧទាហរណ៍មួយគឺ vlog ឧទាហរណ៍អ្នកគ្នាមើលណា keyword នេះអ្នកគេអាច search អីផ្សេងក៏បានដែរបន្តមកគេនឹង generate keyword ឲ្យយើងហើយចាំមើលថាបានប្រហែល keyword បាទអូខេឥឡូវគឺបានចេញមកហើយអញ្ចឹង keyword ដែលយើងទទួលបានគឺមានចំនួន10 keyword បាទនេះនៅខាងក្រោមហ្នឹងខាងក្រោមនេះយើងអាចយកទៅប្រើនៅលើវីដេអូរបស់យើងបានហើយអាខាងនេះគឺយើងអាច subscribe page លើគេដើម្បីមើលចំនួន search ប្រចាំថ្ងៃឬក៏ប្រចាំខែអញ្ចឹងទៅបាទហើយដើម្បីអ្នកនេះចង់បាន keyword នឹងយកទៅប្រើយើងធ្វើម៉េចទៅយើងអាចយកទៅប្រើបានយើងអាច copy បានអ្នកនេះ keyword ទាំងអស់ហ្នឹងអ្នកគេ select អ្នកគេនឹងឃើញអាប្រអប់នៅមុខ keyword របស់ដែលគេដាក់ឲ្យណាអ្នកគេ select លើមកអ្នកគេអាច select មួយណាក៏បានដែរបាទឬក៏អ្នកគេចង់ select ម្ដងទាំងអស់ហ្មងអញ្ចឹងអ្នកគេ select នៅអាប្រអប់នៅខាងលើនោះកន្លែងវាថា keyword ហ្នឹងអ្នកគេ select ទៅវានឹង create ឲ្យយើងទាំងអស់ហើយអូខេអ្នកនេះអញ្ចឹងអ្នកនេះឃើញកន្លែង QQ នៅខាងស្ដាំដៃខាងក្រោមហ្នឹងអ្នកនេះចុចលើហ្នឹងមកបន្តមកយើងចុចវាថា copy មកអ្នកនេះនឹង copy បាន keyword នឹងទាំងអស់យកតែម្ដងអូខេយើង copy រួចហើយយើងចូលមកកាន់ YouTube របស់យើងហើយកន្លែង tag របស់យើងនេះយើងគ្រាន់តែម៉ៅស្ដាំមកបាទបន្តមកអ្នកនេះចុចពីថាផាសមកអូខេនេះ keyword គេនឹងផាសឲ្យយើង auto អញ្ចឹងតែម្ដងនេះអ្នកនេះអញ្ចឹងវា load auto ផាសឲ្យយើងតែម្ដងហើយអ្នកនេះក៏អាចផាសkeyword ទាំងអស់ហ្នឹងនៅក្នុង description នេះផងដែរនេះធ្វើក្រោមមួយមកហើយយើងចុចខាងមកអូខេឃើញទេឃើញវា load
description របស់យើងច្រើនចឹងអ្នកគ្នាអាចដាក់ច្រើនជាងនឹងមកដើម្បីឲ្យវីដេអូយើងងាយនឹងឡើងបាទបន្ទាប់មកកន្លែងជំហានទី1ហ្នឹងកន្លែង detail ហ្នឹងគឺហើយកន្លែងហ្នឹងចុចយើងចូលទៅជំហានទី2មើលកន្លែងទី2នេះយើងអាច add subscribe add អីចឹងទៅប៉ុន្តែអ្នកគ្នា channel ដំបូងបាច់ដាក់ទេកន្លែងហ្នឹងយើងមើលទៅកន្លែង check នេះកន្លែង check នេះគឺពិសេសគឺវីដេអូយើងតាក់ទងជាមួយនឹងភ្លេងបទចម្រៀងឬក៏យើងធ្វើវីដេអូលក្ខណៈដូចជាអ្នកណាដែលគាត់ធ្វើ content សម្រាប់រឿងឬគាត់យកវីដេអូគេយកមកនិយាយតអីចឹងជាលក្ខណៈ review ចឹងគឺត្រូវ check កន្លែងហ្នឹងជាមួយនឹងភ្លេងឬក៏រូបភាពផ្សេងធម្មតាគឺយើងផុសលើ computer ចឹងគឺស្រួលដល់ពេលដែលយើង upload វីដេអូអត់ទាន់ហើយទេប៉ុន្តែយើងអាចអត់ទាន់ public ប៉ុន្តែយើងអាចដឹងមុនថាមាន copyright ឬក៏អត់បើសិនជាលើទូរស័ព្ទតើ upload ហើយ100%ហើយវីដេអូអូខេបានវា load copyright ឲ្យយើងអញ្ចឹងវាពិបាកអាចនឹងខាតពេលរបស់យើងច្រើនក្នុងការ check ទៅលើ copyright ឯម្ដងទៀតអញ្ចឹងកន្លែងហ្នឹងបើសិនជាវា load គ្រីបែបនេះមានន័យថាវីដេអូយើងគឺអត់មាន copyright ទេគឺល្អហើយបន្ទាប់មកយើងចូលកន្លែង visibility នេះកន្លែង visibility នេះអ្នកគ្នាយើងមិនទាន់កន្លែង save public យើងមិនទាន់ដាក់ public អីយើងត្រូវទុកវាបានចាប់ពី5នាទីឡើងដើម្បីឲ្យវីដេអូយើង upload គ្រប់ 100% ហើយវានឹងធ្វើការ check ធម្មតាលើ YouTube គឺវីដេអូ upload ភ្លាមៗវាអាចនឹងអត់ទាន់ច្បាស់ទៅលើ quality វីដេអូរបស់យើងវាអាចនឹងវាព្រិលពីអត់ទៅច្បាស់អញ្ចឹងណាអញ្ចឹងអ្នកគ្នាត្រូវចាំឲ្យបាន5នាទីឬក៏10នាទីចាំយើង public ឬក៏យើង upload មុនទុកមុន1ថ្ងៃ2ថ្ងៃអញ្ចឹងក៏វាល្អដែរបាទអូខេកន្លែងនេះយើងដាក់private សិនមកបាទអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងមានអីទេយើងគ្រាន់តែចុច save មកបាទយើងអាច save បានហើយ save មកពេលដល់ hit save ហើយគឺវីដេអូនេះនឹង upload ឲ្យ 100% យើងនេះចុចកន្លែងសញ្ញាបិទម្ដងទៀតតមកយើងដើម្បីឧទាហរណ៍ថាឥឡូវអ្នកគ្នារងចាំដល់ពេលដែលអ្នកគ្នាចង់ public វីដេអូរបស់យើងហើយអញ្ចឹងអ្នកគ្នាចូលមកកាន់នេះកន្លែង visibility ហ្នឹងអ្នកគ្នាស្លេចទៅមកអ្នកគ្នាចុចពាក្យថា public មកបន្តមកអ្នកគ្នាចុចពាក្យថាដាក់អូខេដាក់ហើយយើងចុចពាក្យថា save នៅពេលអ្នកនេះចុចពាក្យថា save ហើយយើងវីដេអូយើងគឺបាន public ហើយអញ្ចឹងមានន័យថាអ្នកដែលនិយាយទៅវីដេអូយើងគឺអាចគេឃើញអញ្ចឹងគឺការ upload វីដេអូរបស់យើងគឺ 100% ហើយអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនេះមានចម្ងល់អីអាច comment នៅខាងក្រោមបានខ្ញុំនឹងព្យាយាម reply ឆ្លើយជូនអ្នកនរគ្នាបើសិនជាអ្នកនេះមានចម្ងល់នៅក្នុងវីដេអូរបស់ខ្ញុំឬក៏មើលអត់យល់កន្លែងណាអ្នកនេះអាចខាលមើលម្ដងទៀតឬក៏អាច comment សួរខ្ញុំក៏បានដែរខ្ញុំនឹងឆ្លើយប្រាប់អ្នកនរគ្នានៅក្នុង comment បាទអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតពីកលឹះសំខាន់ផ្សេងទៀតឬក៏របៀបកាត់តវីដេអូតាមកម្មវិធីFilmora CapCut ឬក៏ការ edit វីដេអូលក្ខណៈជា poster អីផ្សេងខ្ញុំនឹងមានចេញនៅវីដេអូក្រោយទៀតអញ្ចឹងអរគុណអ្នកនាងមែនតើហើយកុំភ្លេចចុច like និងចុច subscribe ខ្ញុំម្នាក់មួយផងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ